អាឡូជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលរៀងរាល់ទស្សនាក្នុង Channel របស់ខ្ញុំថ្ងៃនេះខ្ញុំក៏បានលួចថតវីដេអូមួយចំនួនពីរបៀបស្លៀកពាក់ខោអាវក្នុងបន្ទប់ផ្លាស់ខោអាវចូលទីកន្លែងធ្វើការនិងរបៀបហូបបាយនិងរបៀបដេករបៀបចូលក្នុងរោងចក្ររបស់ខ្ញុំវាល្មិចអញ្ចឹងសូមបងប្អូនទស្សនាក្នុង Channel របស់ខ្ញុំដូចតទៅតែបើឃើញក្នុង Channel របស់ខ្ញុំអឺលើសលុះគោះស្គមtrongកន្លែងណាសូមបងប្អូនអធិស្ឋានខ្ញុំផងបាទហើយបន្តមកទៀតខ្ញុំក៏បានដើរចូលក្នុងរោងចក្រទីកន្លែងដែលខ្ញុំធ្វើហើយនេះពុទ្ធតែចាំសនាយន្តបងប្អូនគឺមានស្រីក៏មានប្រុសក៏មានហើយម្នាក់ដែលខ្ញុំថតនៅមុខនេះម្នាក់ពាក់តែអាវមានស្ពតនេះម្នាក់គឺពោះធំបងប្អូនបាទអ្នកគឺពោះធំហើយនិយាយទៅក្នុងទីកន្លែងដែលកូនខ្ញុំធ្វើឧទាហរណ៍ថាស្រីក៏មានប្រុសក៏មានមិនរើសវណ្ណៈបងប្អូនប៉ុន្តែថាឧទាហរណ៍ឲ្យតែយើងចេះអក្សរមិនថាចាស់មិនថាក្មេងគេយកតែទាំងអស់ហ្នឹងបងប្អូនមិនខូចឧទាហរណ៍ទៅថាកន្លែងខ្ញុំធ្វើនេះគេរើសជាមនុស្សមិនសូវមើលទៅវាឆ្លាស់វាមិនសូវព្រិលអញ្ចឹងណាបងប្អូនហ្នឹងហើយបន្តមកទៀតដល់វគ្គនេះជាវគ្គដឹកខ្ញុំដើរមកដល់ក្នុងបន្ទប់របស់ខ្ញុំផ្លាស់ខោអាវគឺមានខោអាវគេបញ្ចូលអញ្ចឹងណាបងប្អូនហើយយើងចូលទៅយើងយកនៅតែយកពាក់ទេបងប្អូនហ្នឹងហើយបោះអ្នកណាបោះអ្នកហ្នឹងគេមិនកត់លេខឲ្យយើងរៀងរបស់យើងលេខ1លេខ2លេខ3លេខ4ទៅហ្នឹងហើយនេះជារូបខ្ញុំកំពុងតែផ្លាស់ខោអាវហើយឥឡូវអង្គុយចាំដល់ពេលយើងនឹងចូលវិញបងប្អូនហ្នឹងហើយដល់ជួងរោយើងចូលកន្លែងធ្វើការតែឥឡូវខ្ញុំមិនទាន់ចូលទេនិយាយទៅមុននឹងចូលកន្លែងធ្វើការគេច្បាស់លាស់មកគេណាបងប្អូនព្រោះអីរោងចក្រនេះជារោងចក្ររបស់ស្ពុនស្រោមដៃ2ជាន់កៅ2ជាន់ម៉ាស់អានឹងប្រដាប់វ៉ែនតាយើងវ៉ែនតាការពីថ្មែហ្នឹងហើយមកដល់វគ្គនេះទៀតគឺបងប្អូនបន្តទៀតគឺម៉ោង11កន្លះហើយបងប្អូននេះគឺហូបបាយខ្ញុំក៏បានថតបង្ហូបអាហារនិងចម្លហើយនឹងមានបង្អែមចម្រះមាត់ដែរបងប្អូនហ្នឹងហើយគឺបាយរបស់គេមានស្ងោរសាច់ខតហូហើយនឹងចម្លហើយនឹងមិនបង្អែមបង្រះមាត់បងប្អូនមិនថាតែថ្ងៃហ្នឹងទេបងប្អូនទោះថ្ងៃណាក៏មានដែរបង្អែមចម្រះមាត់នោះថ្ងៃណាក៏មានទៅគេដាក់គេមួយឬមួយក៏ពីរដែរបងប្អូនបន្តមកទៀតខ្ញុំក៏បានថតពីក្រោយមើលជុំវិញខ្លួនរបស់ខ្ញុំសិតតានិយាយទៅវាមានមនុស្សច្រើនកំពុងតែហូបមួយខ្ញុំដែរច្រើនមែនតើខ្ញុំនឹងអង្គុយក្រោយខ្នងខ្ញុំនេះហើយខ្ញុំមិនហ៊ានថតពេញទេបងប្អូនព្រោះអីគេហាមដែរមិនអោយប្រើទូរស័ព្ទខ្ញុំចេះលួចថតបានតិចណាបងប្អូនចេះថតឲ្យបងប្អូនមើលទស្សនាថាខ្មែរយើងកម្ពុជាក្រៅមកធ្វើការនៅប្រទេសវៀតណាមក្រុងបិញយើងនឹងវាល្មិចអីនិយាយទីហោទៅខ្មែរក្រោមយើងធ្វើនៅក្រុងបិញយើងវាច្រើនដែរបងប្អូនខ្ញុំនៅខ្មែរខាងកម្ពុជានៅខេត្តបាត់ជ្រូកបងប្អូនហ្នឹងហើយខេត្តបាត់ជ្រូកជាប់ព្រំដែននឹងតកែវវៃជុំវិញឲ្យបងប្អូនមើលទៅថាទីហោចាស់ក្មេងអីគេហូបសម័យលេងណាបងប្អូនមិនសូវប្រញាប់បានទេខ្ញុំហូបបាយហើយខ្ញុំក៏បានមកការទីកន្លែងដេកទីកន្លែងដេកនេះទីកន្លែងដេកដល់មានម៉ាស៊ីនជែកគេដែរបងប្អូនទីកន្លែងដេកនេះក៏មានម៉ាស៊ីនជែកគេដែរថាទីហោហ្នឹងខ្ញុំចាញ់មកមុនខ្ញុំចាញ់គឺម៉ោង11កន្លះអញ្ចឹងមកដេកតែទីហោម៉ោង12បានចាញ់ច្រើនបងប្អូននេះមិនទាន់មិនអ្នកដេកទេហើយខ្ញុំក៏បានលើជួងហើយខ្ញុំក៏បានងើបទៅវិញហើយបន្តទៀតសុខពុកម៉ែបងប្អូនទស្សនារៀងរាល់ Channel វីដេអូរបស់ខ្ញុំបាទកុំភ្លេចជូនមេដាយជូន Subscribe ឲ្យខ្ញុំម្នាក់មួយផងដែលខ្ញុំមានកម្លាំងចិត្តច្នៃប្រឌិតវីដេអូថ្មីប្លែកជូនបងប្អូនទស្សនាបន្តទៀតបាទសូមអរគុណច្រើនហើយខ្ញុំចុងក្រោយនេះក៏សូមជូនពុកម៉ែបងប្អូនទាំងអស់គ្នាទទួលទានមានបានគ្រប់គ្រងទូរស័ព្ទទាំងអស់គ្នាអរគុណសម្រាប់ជួបគ្នានៅឱកាសក្រោយវីដេអូក្រោយបាយ